ចាមានសួរបងប្អូនលេសម្រាប់ថ្ងៃនេះនាងខ្ញុំមកបង្ហាញជូនពីម៉ាស៊ីនសម្រាប់យើងវាយគ្រីមបងប្អូនវាយគ្រីមវាយគោកាហ្វេអីបងប្អូនចានេះសម្រាប់សាកថ្មបងប្អូនចាមាន3ម៉ូតនេះនៅក្នុងស្តុកហើយគុណភាពវិញគឺអាស្រ័យទៅលើការប្រើប្រាស់របស់បងប្អូនណាបងប្អូនណាហើយក្នុងមួយឈុតហ្នឹងគឺមានក្បាល2ណាបងប្អូនណាក្នុងមួយឈុតគឺមានក្បាល2ទាំងអស់ណាចាអញ្ចឹងជំរឿននាងខ្ញុំឲ្យបងប្អូនស្ដាប់សលេងណាចាគឺសលេងនៃការវាយរបស់វាគឺស្ងាត់ល្អហើយខ្លាំងណាបងប្អូនណាអត់ញ័រដៃអត់ញ័រក្បាលទេណាបងប្អូនណាពេលបងប្អូនត្រូវការវាយគ្រីមឬក៏បងប្អូនវាយសម្រាប់យើងកូកាហ្វេកូអីគឺបងប្អូនដូរក្បាលទៅតាមចំណង់ចំណូលចិត្តដែលបងប្អូនត្រូវការណាបងប្អូនណាសម្រាប់ម៉ាក់នេះទៅចឹងថ្មីដែរណាហើយកម្លាំងវាក៏ខ្លាំងដែរបងប្អូនចាគឺមានលេខ1លេខ2លេខ3ណាល្បឿននៃការវាយគឺមានលេខ1លេខ2លេខ3ដូចគ្នាណាហើយសម្រាប់មួយនេះវិញគឺក្បាលគឺដងរបស់វាគឺអ៊ីណុកបងប្អូនចាអ៊ីណុកហើយមានសម្រាប់យើងដាក់ក្បាលសម្រាប់យើងដាក់ក្បាលដូចក្នុងរូបនេះអញ្ចឹងណាហើយមានក្បាល2ដូចគ្នាណាចាអញ្ចឹងសម្រាប់បងប្អូនត្រូវការឆាតចូលពេកបានណា